បាទដល់សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺថ្ងៃពុធបាទត្រូវនៅថ្ងៃទី26ខែសីហាឆ្នាំ2026បាទតម្លៃហាងឆេងមៀកាលពីម្សិលមិញបាទសម្រាប់ខ្លួនចុះបាទប្រមាណជាចូល$80នៅក្នុងមួយអោនបាទដែលធ្វើឲ្យអ្នកដែលទិញលក់តម្លៃហាងឆេងមៀនៅទាំងអ្នកទិញលក់នៅលើឧបករណ៍និស្សិតទាំងទិញលក់បាទតម្លៃហាងឆេងមាសតាមបណ្ដាហាងផ្សេងទទួលអារម្មណ៍ថាតម្លៃហាងឆេងមាសនឹងសម្រុតខ្លួនចុះមកវិញបាទដោយសារតែធ្លាប់មានបទពិសោធន៍ថាតម្លៃហាងឆេងមាសធ្លាប់សម្រុតខ្លួនចុះខ្លាំងវឹបបាទជាប់គ្នាបាទ4-500លេខ1000លេខបាទក្នុងរយៈពេលប្រមាណជាមួយខែទៅ2ខែគឺមានធ្លាក់ចុះរហូតដល់ចូល$1000ក្នុងមួយអោនបាទអញ្ចឹងជាបទពិសោធន៍គឺទទួលអារម្មណ៍ថាខ្លាចនឹងធ្លាក់ចុះបន្តទៀតបាទប៉ុន្តែពីខ្ញុំគឺអត់ខ្លាចទេបងប្អូនអរគ្នាដោយសារតែកាលណាតែវាចុះមានន័យថាវាគ្រាន់តែជាការ clear profit បាទពីវិនិយោគិនទេបាទហើយមួយវិញទៀតក៏ព័ត៌មានក៏ support ធ្វើឲ្យតម្លៃហាងឆេងមាសនៅតែបន្តឡើងដែរប៉ុន្តែមូលហេតុអីបានធ្លាក់ចុះបាទមូលហេតុដែលតម្លៃហាងឆេងមាសធ្លាក់ចុះគឺដោយសារតែគេហៅថា profit taking បងប្អូនណាអញ្ចឹងនៅពេលដែលគេទិញហើយគេចំណេញគឺគេនឹងលក់ចេញហើយបាទគេនឹងលក់ចេញហើយអាលក់ចេញហ្នឹងគឺវាធ្លាក់បាទប៉ុន្តែគេលក់ចេញក្នុងប្រមាណត្រឹមតែ20%ទៅ30%ទេអញ្ចឹងបានវាចុះកាលពីល្ងាចវិញប្រមាណជា$70ទៅ$80នៅក្នុងមួយអោនបាទអញ្ចឹងបងប្អូនដោយខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងតម្លៃហាងឆេងមាសគឺរត់ទៅចាប់យកតំបន់ support ទាបបំផុតគឺ4606បាទ4606ឬក៏4600គឺជាតំបន់ដែលទាបបំផុតបាទបើសិនជាមាសបំបែកតម្លៃ4600ខ្ញុំគិតថាមាសនឹងចុះខ្លាំងតែម្ដងបាទអញ្ចឹងអត់បំបែក4600ទេតម្លៃហាងឆេងមាសនឹងបន្តឡើងទៅលើវិញបាទនឹងបន្តឡើងទៅលើវិញបាទមកដល់ពេលនេះបាទក៏លើកទឹកចិត្តឲ្យបងប្អូនទាំងគ្នានៅតែផ្ដោតទៅលើការទិញបាទជាចំហគឺការទិញបាទផ្ដោតទៅលើការទិញគឺជាចំហតែម្ដងបាទលុះត្រាដល់តែខ្ញុំប្រកាសប្រាប់បងប្អូនថាយើងដូរ direction មក sell វិញបាទទើបបងប្អូនអាចដូរ direction បានតែបើសិនជាអត់ទាន់ប្រកាសថាដូរ direction ទេមានន័យថាមិនទាន់មានព័ត៌មានអីទេគឺបងប្អូនកុំតាន់ណាដូរ direction អីគឺនៅផ្ដោតទៅលើការទិញមានន័យថាពេលដែលវាទម្លាក់ខ្លួនមានន័យថាចាប់ផ្ដើមធ្លាក់គឺយើងទិញបាទធ្លាក់ទិញតែម្ដងបាទធ្លាក់ទិញបាទអញ្ចឹងគឺផ្ដោតទៅលើការទិញគឺជាចំហបាទហើយសម្រាប់តម្លៃនៅក្នុងការទិញលក់ថាទិញតំបន់ណាលក់នៅតំបន់ណាបងប្អូនកុំភ្លេច join ក្រុម Telegram Channel បាទខ្ញុំតម្លាក់ជាប្រចាំថ្ងៃបាទសូមអរគុណ